ស្វាមួយក្បាលត្រូវបានព្រានព្រៃកាត់ក្បាលស្លាប់ដោយសារតែអង្គមួយក្តាប់តូចអ្នកប្រមាញ់បានចង់បំពង់ឫស្សីមួយជាប់នឹងដើមឈើហើយដាក់អង្គមួយក្តាប់នៅបាត់បំពង់ឫស្សីស្វាបានយកចុះមកហើយលូកដៃចូលក្នុងបំពង់ឫស្សីហើយចាប់អង្គនោះយ៉ាងណែនក្នុងដៃដោយសារតែវាក្តាប់អង្គជាប់ក្នុងដៃកណ្ដាប់ដៃរបស់វាមិនអាចដកចេញពីមាត់បំពង់ឫស្សីតូចចង្អៀតបានឡើយអ្នកប្រមាញ់កាន់កាំបិតដើរចូលមកជិតវាម្ដងបន្តិច10 ជំហាន 5 ជំហានស្វាស្រែកយ៉ាងខ្លាំងព្យាយាមទាញដៃចេញរហូតស្បែករលាត់ហូរឈាមតាមពិតទៅវាគ្រាន់តែលាដៃបោះបង់អង្គចោលប៉ុណ្ណោះក៏អាចរត់រួចជីវិតបានភ្លាមដែរប៉ុន្តែវាមិនព្រមពន្លឺកាំបិតបានភ្លឺឡើងឈាមបានបាញ់ខ្ចាយម្រាមដៃរបស់វាត្រូវបានបង្ខំឡាចេញមកខ្លះៗដោយក្តីឈឺចាប់ហើយក្នុងបាតដៃនៅតែក្តាប់ជាប់នៅគ្រាប់អង្គប្រហែល2 3គ្រាប់ដើម្បីអង្គបន្តិចបន្តួចនោះវាបានបង់ថ្លៃដោយជីវិតរបស់ខ្លួនស្វានេះស្លាប់ដោយសារតែការមើលឃើញតែផលប្រយោជន៍នៅចំពោះមុខអ្នកដែលកំពុងមើលនៅមុខអេក្រង់តើអ្នកក៏ដូចគ្នាដែរឬទេបាត់ប្រាក់រង្វាន់ការងារពេញម៉ោងត្រឹមតែ$200អ្នកអាចខឹងរហូតដល់ញ័រខ្លួននៅលើរថភ្លើងដែលកំពុងកកស្ទះប៉ុន្តែនៅពេលលទ្ធផលពិនិត្យសុខភាពបង្ហាញថាមានដុំកូពីនៅក្នុងរាងកាយអ្នកគ្រាន់តែក្រវែងក្រដាស់ចោលហើយបន្តអង្គុយយប់ជ្រៅដែលរាល់ថ្ងៃអ្នកគិតតែកញ្ញាថាក្នុងកណនីធនាគាររបស់អ្នកនៅសល់ប៉ុន្មានម៉ឺន$តែអ្នកមិនដែលគិតទេថារាងកាយមួយនេះអាចទ្រាំទ្របានប៉ុន្មានឆ្នាំទៀតហេតុអ្វីព្រោះថាអ្នកធ្លាប់ក្រប៉ុន្តែអ្នកមិនធ្លាប់ស្លាប់ទេនោះទេនៅក្នុងចិត្តវិទ្យានេះត្រូវបានគេហៅថាភាពងាយនឹកឃើញខួរក្បាលមនុស្សតែងតែខ្លាចខ្លាំងចំពោះការឈឺចាប់ដែលខ្លួនធ្លាប់ជួបប្រទះភាពក្រីក៏គឺជាការឈឺចាប់ដែលអ្នកធ្លាប់ឆ្លងកាត់យ៉ាងពិតប្រាកដហេតុនេះហើយទើបអ្នកដូចជាស្វានោះក្តាប់អង្គជាប់នៅក្នុងដៃមិនព្រមលែងរីឯសេចក្តីស្លាប់វិញសម្រាប់អ្នកវាគ្រាន់តែជាគំនិតអរូបីមួយប៉ុណ្ណោះព្រោះអ្នកមិនធ្លាប់ជួបវាការក្រីក្រទះកំភ្លៀងលើផ្ទៃមុខអ្នកវាឈឺពិតប្រាកដប៉ុន្តែកាំបិតនៃសេចក្តីស្លាប់មិនទាន់ដាក់លើករបស់អ្នកនៅឡើយទេដូច្នេះអ្នកមិនអាចជឿសំឡេងនាឡិការ៉ាប់ថយក្រោយនៃជីវិតបាននោះទេអ្នកតែងតែបារម្ភថាតើគួរជ្រើសរើសផ្លូវមួយណាទើបត្រឹមត្រូវប៉ុន្តែការពិតគឺផ្លូវណាក៏ដោយនៅទីបំផុតសុទ្ធតែនាំទៅកាន់ទីបញ្ចប់ដូចគ្នាមិនថាទៅឆ្វេងឬទៅស្ដាំក៏សុទ្ធតែត្រូវស្លាប់ដូចគ្នាជីវិតនេះគឺជាល្បែងដែលមានអត្រាស្លាប់100%ដូច្នេះតើអ្នកកំពុងបារម្ភអំពីអ្វីលាដៃចេញបោះបង់អង្គមួយក្តាប់នោះចោលទៅចេញទៅទទួលខ្យល់បរិសុទ្ធចេញទៅមើលថ្ងៃលិចទោះបីជាវាជាថ្ងៃលិចធម្មតាបំផុតក៏ដោយព្រោះនោះហើយជាពិភពលោកដែលបញ្ជាក់ថាអ្នកនៅមានជីវិតរស់នៅពិតប្រាកដ